ចាសួស្តីបងប្អូនថ្ងៃនេះអ្នកគ្រូមកបង្ហាញអំពីការកែនេះអង្គតិក្រាកំណត់ដូចខាងក្រោមនេះអញ្ចឹងអង្គតិក្រាដែលគេឲ្យមកនេះគឺជាអង្គតិក្រាកំណត់ពី1រហូតដល់2នៃអនុគមសន្និធាននៃ x ការ៉េបូកជាមួយនឹង 3x នៅលើ x បូក 2 dx អូខេអញ្ចឹងចំពោះអនុគមសន្និធានដែលលើក្រេខាងលើខ្ពស់ជាងលើក្រេខាងក្រោមគឺនៅពេលដែលយើងចង់ដោះស្រាយអង្គតិក្រាឬកែនេះអង្គតិក្រាគឺយើងត្រូវប្រើវិធីសាស្ត្រចែកពូធាសិនអញ្ចឹងវិធីសាស្ត្រចែកពូធាខ្ញុំយក x ការ៉េយក x ការ៉េរបស់យើងហ្នឹងបូកជាមួយនឹង 3x របស់យើងយកទៅចែកជាមួយនឹងព្យាបាលរបស់វាគឺ x បូកជាមួយនឹង2អញ្ចឹងកាលណាយើងចង់ចែកពូធាគឺយើងមើលទៅលើតួដំបូងតើវាលើក្រេរបស់វាស្មើគ្នានៅអូខេអាតួខាងនេះគឺមានតែ x ទេអញ្ចឹងយើងត្រូវថែម x ខាងក្រោយផលចែកនេះដើម្បីគុណចូលគ្នាទៅវាបាន x ការ៉េគឺយើងលើកមកមុខដូរសញ្ញាវាទៅជាសញ្ញាដក x ការ៉េរួចហើយយើងគុណបន្តទៀត x ហ្នឹងគុណជាមួយនឹងបូក2បានបូក 2x លើកវាមកមុខបានដក 2x អូខេគុណឲ្យលើកមកមុខដូរសញ្ញាអញ្ចឹងយើងទូទាត់វាម្ដងសិនទៅអញ្ចឹងអ្វីដែលយើងនៅសល់គឺនៅសល់3ដក1 2សល់1អូខេអញ្ចឹងអ្វីដែលយើងទទួលបានគឺ x អញ្ចឹងយើងមើលទៅទៀតតើកន្លែងនេះយើងគួរបន្ថែមអីអញ្ចឹងកន្លែងនេះយើងមើលលើសញ្ញានេះគឺសញ្ញាដកបើយើងដាក់ដកអញ្ចឹងគុណ 1x ខាងលើវាបានដក x បោះមកមុខគឺបានបូក x អត់មានសញ្ញាផ្ទុយមួយអានេះដែលអាចទូទាត់ចេញ0ទេអញ្ចឹងកន្លែងនេះយើងដាក់សញ្ញាបូកឬក៏យើងមើលម្យ៉ាងទៀតក៏បានដែរមើលខាងមុខតួមុខ x នេះគឺសញ្ញាអីយើងដាក់កន្លែងសញ្ញានេះឲ្យដូចគ្នាមកអញ្ចឹងយើងដាក់បូករួចហើយយើងដាក់1គុណជាមួយនឹង xបាន 1x បោះមកមុខដូរសញ្ញាទៅជាដក 1x ឬក៏ដក x បន្តមកទៀតកុំភ្លេចគុណជាមួយនឹងបូក2ផងអញ្ចឹង1របស់យើងគុណជាមួយបូក2បានបូក2លើកមកមុខទៅជាដក2អញ្ចឹងអ្វីដែលយើងនៅសល់គឺសល់សំណល់ដក2អញ្ចឹងយើងទៅសេវាជារាងកាណូនិកបែបនេះគឺទទួលបានលទ្ធផល x របស់យើងបូក1ដកសំណល់ហ្នឹងគឺដកហ្នឹងជាមួយនឹង2វាត្រូវចែកជាមួយនឹង x បូក2បន្ថែមទៀតប៉ុន្តែវាចែកអត់ដាច់អញ្ចឹងកន្លែងហ្នឹងគឺទាំងអស់ហ្នឹងគឺគេហៅវាថាជារាងកាណូនិករៀងដែលបន្ទាប់ពីយើងចែកពូធាហើយណារៀងកាណូនិករៀងបែបហ្នឹងអូខេអញ្ចឹងសួរថាយើងចែកនឹងដើម្បីអីដើម្បីគេនេះអង្គតិក្រាអញ្ចឹងលទ្ធផលដែលយើងចែកបានគឺ x បូក1ដកជាមួយនឹង2នៅលើ x របស់យើងបូក2អញ្ចឹងអង្គតិក្រា e របស់យើងវាคล้ายទៅជាអង្គតិក្រាកំណត់ពី1ដល់2ដូចដែរតែទីតាំងដែលជាប្រភេទដើមនេះយើងបដូរវាទៅដោយរាងកាណូនិករបស់វាគឺ x បូក1ដកជាមួយនឹង2នៅលើ x បូក2បន្ទាប់ពីយើងទទួលបានប៉ុណ្ណឹងហើយយើងប្រើប្រាស់រូបមន្តអង្គតិក្រាតួមួយអង្គតិក្រានៃ x គឺបាន x ការ៉េនៅលើ2អង្គតិក្រាមួយគឺបាន x ដកណាអង្គតិក្រានេះបើសិនយើងម្លាយឲ្យវាស្រួលមើលអង្គតិក្រា1លើ2មេគុណ2យើងដាក់មកមុខអញ្ចឹងឥឡូវសល់1នៅលើ x បូកជាមួយនឹង2 dx អង្គតិក្រាបែបនេះអញ្ចឹងអង្គតិក្រាហ្នឹងគឺវាមានទម្រង់ចេញមកបានលិនតម្លៃដែលខាតនៃភិបាលមេគុណវាខាងមុខអង្គតិក្រាដាក់វាមកវិញអញ្ចឹងដោយសារវាកំណត់ពីណាទៅណាយើងអាចដាក់កំណត់មកអូខេអញ្ចឹងមូលហេតុដែលយើងអង្គតិក្រាប៉ុណ្ណឹងទទួលបានប៉ុណ្ណឹងដោយសារតែយើងមានរូបមន្តរបស់វាហើយអញ្ចឹងយើងអាចដាក់ការកំណត់ហ្នឹងទាំងអស់គ្នាចូលគ្នាបានដោយប្រើនឹងទៀតនេះអូខេកំណត់ពី1ដល់2រួចហើយការកំណត់យើងជួសគោលើចូលមុនទៅជួសគោលើទីតាំង x ជួសដល់2ចូលទាំងអស់បន្តមកទៀតយើងជួសគោក្រោមចូលទីតាំង x ជួសគោក្រោមចូលអញ្ចឹងពេលយើងជួសគោលើហើយដាក់វាជាម្ដុំហើយដកជាមួយនឹងការជួសគោក្រោមម្ដុំទៀតអញ្ចឹងណាតោះមកយើងទូទាត់2បូក2របស់យើងទៅអូខេតមកទៀតអានេះយើងបើសិនជាយើងទូទាត់អានេះតម្រូវភាពបាញ់សិនណាអញ្ចឹងនេះវាបាន3លើ2ដក3លើ2នេះ4ដក3លើ2អញ្ចឹងតម្រូវភាពបាញ់មកតង់ទៀតណា4ដក3លើ2អូខេអញ្ចឹងលទ្ធផលរបស់យើងឲ្យយើងទទួលបានអូខេអានេះទូទាត់វាសិនមក4អានេះខ្ញុំទូទាត់មកនេះ3លើ2ចានេះយើងគុណតម្រូវភាពបាញ់វាបាន8ដក3សល់5ដោយចម្លើយរបស់យើងណាចំណែកអានេះគឺដក2លិន4ដាក់មកវិញអានេះដកបោះដកនេះចេញសញ្ញាបូកអញ្ចឹងយើងចាប់ឬក៏យើងអាចទៅសេអាពីតួហ្នឹងយើងអាចទៅសេ2វងកញ្ចក់មកលិននៃ3ដកជាមួយនឹង2នោះយើងចាប់ជាកតាដែរនៅសល់លិន4អញ្ចឹងយើងប្រើប្រាស់លក្ខណៈលិនលោករបស់យើងផលដកទៅជាផលចែកនៃលិនផលចែកត្រូវអត់អូខេអញ្ចឹងចម្លើយរបស់យើងទទួលបានប៉ុណ្នេះអញ្ចឹងអាហ្នឹងគឺជាចម្លើយរបស់អង្គតិក្រាកំណត់របស់យើងខាងលើ